ម្នាក់លោកគ្រូឬអ្នកគ្រូមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការបដូរចំណេះដឹងនិងការណែនាំល្អក្នុងជីវិតក្នុងចំណោមលោកគ្រូជាច្រើនខ្ញុំមានការគោរពនិងគោរពស្រឡាញ់យ៉ាងខ្លាំងចំពោះលោកគ្រូម្នាក់ដែលតែងតែខិតខំបង្រៀននិងយកចិត្តទុកដាក់ចំពោះសិស្សគ្រប់គ្នាលោកគ្រូម្នាក់នេះគឺមានឈ្មោះថាណយឆាណាគាត់មានអាកប្បកិរិយាស្លូតបូតអត់ធ្មត់និងចិត្តល្អណាស់នៅពេលបង្រៀនលោកគ្រូតែបញ្យល់មេរៀនយ៉ាងច្បាស់លាស់និងងាយយល់បំផុតបើសិស្សមិនយល់លោកគ្រូបញ្យល់ម្ដងទៀតដោយមិនធុញទ្រាន់ឡើយការកឹកខិនរបស់លោកគ្រូធ្វើឲ្យសិស្សមានកម្លាំងចិត្តក្នុងការសិក្សានិងចង់រៀនបន្ថែមទៀតលើសពីនេះលោកគ្រូមិនត្រឹមតែបង្រៀនចំណេះដឹងក្នុងសៀវភៅប៉ុណ្ណេះទេប៉ុន្តែថែមទាំងបង្រៀនអំពីសីលធម៌និងការប្រព្រឹត្តល្អក្នុងសង្គមទៀតផងលោកគ្រូតែងតែណែនាំឲ្យសិស្សឲ្យមានវិន័យការគោរពទៅវិញទៅមកនិងខិតខំរៀនសូត្រដើម្បីក្លាយជាមនុស្សល្អនៅថ្ងៃអនាគតដោយសារតែដំបូន្មានល្អរបស់លោកគ្រូសិស្សបានកែប្រែខ្លួនឯងនិងខិតខំសិក្សាឡើងវិញមិនតែប៉ុណ្ណេះលោកគ្រូណយឆាណាគឺជាគំរូល្អសម្រាប់សិស្សផងដែរអាកប្បកិរិយាការនិយាយនិងការខិតខំធ្វើការរបស់លោកគ្រូធ្វើឲ្យសិស្សគោរពនិងយកគំរូតាមលោកគ្រូតែងតែបង្ហាញថាការខិតខំនិងការអត់ធ្មត់អាចនាំឲ្យមនុស្សទទួលបានជោគជ័យសរុបមកលោកគ្រូណយឆាណាជាគ្រូបង្រៀនដ៏ល្អដែលបានផ្ដល់ចំណេះដឹងនិងដំបូន្មានដ៏តម្លៃសិស្សខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានសំណាងដែលបានរៀនជាមួយលោកគ្រូបែបនេះហើយខ្ញុំនឹងខិតខំសិក្សានិងអនុវត្តតាមដំបូន្មានរបស់លោកគ្រូជានិច្ច